បាទសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំថ្ងៃនេះខ្ញុំលើកយកពាក្យអង្គការមកបង្ហាញតើពាក្យអង្គការនឹងមានន័យយ៉ាងម៉េចបាទហើយអង្គការនឹងវាខុសពីសមាគមបាទខុសពីក្រុមហ៊ុននឹងយ៉ាងដូចម្ដេចបាទបើផ្អែកតាមវចនានុក្រមខ្មែរណាពាក្យអង្គការនឹងមានន័យថាបែបផែនបាទរបៀបរៀបចំកិច្ចការដែលរដ្ឋឬក៏ក្រុមរាជការណាមួយបង្កើតឡើងដើម្បីប្រព្រឹត្តទៅបាទកាន់សេចក្តីចម្រើនបាទឬកន្លែងទីកន្លែងចាត់ការធំបាទនឹងជាអង្គការបាទអញ្ចឹងគឺជាបែបផែនរបៀបរបបបាទដែលមនុស្សបង្កើតឡើងបាទដើម្បីឲ្យការងាររបស់គេប្រព្រឹត្តទៅបានរលូននិងរីកចម្រើននឹងជាអង្គការបាទន័យមួយទៀតបាទអង្គការហ្នឹងគឺសំដៅដល់ក្រុមរូបវ័ន្តបុគ្គលឬនីតិបុគ្គលបាទដែលបានព្រមព្រៀងគ្នាបង្កើតឡើងដើម្បីធ្វើសកម្មភាពបម្រើផលប្រយោជន៍សាធារណៈបាទដោយមិនធ្វើសកម្មភាពណាមួយទាញយកចំណេញមកចែកគ្នាឡើយបាទហ្នឹងគឺអង្គការបាទហើយមិនដូចក្រុមហ៊ុនទេបាទក្រុមហ៊ុនយើងបង្កើតឡើងដើម្បីស្វែងរកផលប្រយោជន៍បាទចំណែកអង្គការបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍សាធារណៈដោយមិនយកប្រាក់ចំណេញទេបាទអង្គការនេះគឺជាក្រុមមនុស្សមួយក្រុមបាទដែលធ្វើការជាមួយគ្នានៅក្នុងរចនាសម្ព័ន្ធរៀបចំមួយដើម្បីគោលបំណងចែករំលែកបាទអង្គការគឺជាស្ថាប័នមួយដែលមានគោលដៅរួមបាទនឹងត្រូវបានផ្សារភ្ជាប់ទៅនឹងបរិយាកាសខាងក្រៅអញ្ចឹងអង្គការគេបង្កើតឡើងគឺផ្សារភ្ជាប់ទៅនឹងការងារនៅខាងក្រៅបាទធ្វើម៉េចដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសង្គមបញ្ហាដែលកើតមាននៅក្នុងប្រទេសវាឲ្យមានលក្ខណៈល្អប្រសើរបាទហើយគេមានរចនាសម្ព័ន្ធដឹកនាំបាទនៅក្នុងហ្នឹងបាទនេះគឺជាឧទាហរណ៍បាទអង្គការមានច្រើនណាស់បាទដូចជាអង្គការ UNESCO អង្គការ UNICEF បាទអង្គការដំណាភិបកម្ពុជាអង្គការទស្សនពិភពលោកបាទអង្គការគ្រួសារថ្មីបាទអង្គការសុខភាពពិភពលោកអង្គការស្បៀងអាហារពិភពលោកអង្គការ CAPE អង្គការមិត្តសម្លាញ់បាទអង្គការការងារអន្តរជាតិជនពិការអង្គការនយោបាយជាដើមបាទអញ្ចឹងមនុស្សបង្កើតឡើងបាទច្រើនបាទអង្គការគេបង្កើតឡើងមានច្រើនអញ្ចឹងមនុស្សបង្កើតអង្គការហ្នឹងគឺដើម្បីជួយដោះស្រាយបញ្ហានានាដែលកើតមាននៅក្នុងសង្គមដូចជាជួយតាក់ទងទៅនឹងខាងវិស័យអប់រំបាទជួយតាក់ទងទៅនឹងវិស័យស្បៀងអាហារជួយតាក់ទងនឹងបញ្ហាសុខភាពជួយក្មេងអនាថាជាដើមណាវាខុសពីសមាគមបាទសមាគមបង្កើតឡើងគឺជួយសមាជិកនៅក្នុងសមាគមបាទជួយលើកស្ទួយគ្នាប៉ុន្តែអង្គការបង្កើតឡើងដើម្បីជួយការងារនៅខាងក្រៅបាទរួមគ្នាធ្វើការងារដោះស្រាយបញ្ហានៅខាងក្រៅបាទសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំមួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតបាទ